ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបដិញ្ញាយ៉ាងមុតមមនៅថ្ងៃអង្គារនេះថាគ្មានការថយក្រោយទេចំពោះគោលដៅរបស់លោកក្នុងការគ្រប់គ្រងកោះ Greenland ដោយបដិសេធមិនច្រានចោលលទ្ធភាពប្រើប្រាស់កម្លាំងយោធាឡើយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងការបង្ហោះលើបណ្ដាញសង្គមលោកត្រាំបានប្រើរូបភាពដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត AI ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅ Greenland និងផែនទីមួយទៀតបង្ហាញថា Greenland និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកលោកបានសង្កត់ធ្ងន់ថា Greenland គឺចាំបាច់សម្រាប់សន្តិសុខជាតិនិងពិភពលោកគ្មានការថយក្រោយទេលើសពីនេះលោកបានបញ្ចេញសារបែកធ្លាយរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលសួរអំពីរឿងនេះនឹងបានគម្រាមដំឡើងពន្ធ 200% លើស្រានិងសម្ប៉ាញ់បារាំងសហភាពអឺរ៉ុបបានព្រមានតបវិញដោយចាត់វិធានការសេដ្ឋកិច្ចធ្ងន់ធ្ងររួមទាំងការដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ 93,000 លានអឺរ៉ូទោះជាយ៉ាងណារដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិកលោក Scott Bessent ដែលកំពុងចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅដារ៉ូសបានហៅប្រតិកម្មនេះថាភាពជ្រួលច្របល់ហួសហេតុនិងបានអំពាវនាវឲ្យគ្រប់គ្នាស្ងប់ស្ងាត់ដោយឡែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឆ្លៀតឱកាសនេះចោទសំណួរសួរពីអធិបតេយ្យភាពរបស់ដាណាម៉ាក់លើ Greenland ខណៈទីផ្សារហ៊ុនអឺរ៉ុបបានធ្លាក់ចុះជាង 1% ដោយសារក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម